គោរពជ្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំបាទអូជីនិលហើយជាងនិលមកតបខមមិននៅលើមេដំបូលតែម្ដងបើខ្ញុំវិញបែរជារកគ្រូមិនឃើញទេបងចំពោះប្អូនអានឹងបើចំពោះបងមិនជាថ្មីទេឥឡូវក៏បងបានរកឃើញគ្រូមេដំបូលឬចែងតោគ្រប់ជ្រុងជ្រោយទាំង7តោគ្រប់សពអស់ហើយប៉ុន្តែដំបូលផុសទូចនោះខ្ញុំដកចេញសិនថ្ងៃដំបូងខ្ញុំគាត់ថាដាក់គោលដើម្បីឲ្យយើងឲ្យវាចាញ់រៀងឬយើងរកគ្រូវាសិនឥឡូវក៏វាយើងអត់មានកន្លែងឡើងចុះឬទឹះកន្លែងកាត់ដែកខ្ញុំក៏ដកវាចេញសិនអានឹងយើងចាំបិទគូតតាមក្រោយឥឡូវក៏ត្រឡប់កាមេរ៉ាមើលសកម្មភាពពីការងារបនខ្ញុំទាំងអស់នេះជាម៉ូតនេះវាគ្រាន់តែប៉ាត់បងប្អូនយើងប៉ាត់យើងច្រើនកដប់ចឹងណាតនេះតោមួយប៉ាត់ក្រោយនោះតោ2មកពាក់ព័ន្ធនឹងមេដំបូលធំនេះតោមួយទៀត4តោទី4ខ្ញុំត្រឡប់កាមេរ៉ាទៅខាងមុខផ្ទះវិញនេះប៉ាត់ខាងមុខផ្ទះនេះតោមួយទៀតតោទី5នោះកន្លែងដែលជាងកំពុងរុញដែកកន្លែងខ្ញុំដាក់ម៉ូទ័រនេះតនេះតោ2ទៀតអញ្ចឹងមិនន័យថាដំបូលផ្ទះនេះតោទាំងអស់7តោឥឡូវខ្ញុំរកឃើញអស់ហើយអានេះក៏មិនទាន់តែសម្រេចឬផ្សារដេផ្សាយទេហើយយើងគ្រាន់តែគោលរកគ្រូវាដើម្បីឲ្យយើងចាប់ផ្ដើមកាត់ចែងដើម្បីរកចែងរកអីទៀតណាឥឡូវដែកchoយើងក៏ស្ទើឥឡូវដែកខ្ញុំក៏អស់ហើយសល់ជាង10ដើមហើយក្បាត់ជើងក្រោមនេះខ្ញុំក៏ថ្លឹងទឹករោជុំវិញក្បាត់វារួចអស់ហើយនៅតែក្បាត់កណ្ដាលមកតង់ទៀតហើយក៏អរគុណបងប្អូនយើងតែងតែចូលខមមិនល្អលើកទឹកចិត្តដើម្បីឲ្យខ្ញុំមានកម្លាំងផ្សព្វផ្សាយនឹងការងារដូចជាធ្វើវីដេអូផ្សេងហើយក៏អធិស្ឋានដល់បងប្អូនមួយចំនួនគាត់ឆាតមកសួរនាំមករឿងតម្លៃធ្វើដំបូលហ្នឹងខ្ញុំក៏អត់ទាន់មានពេលទេហើយគាត់ដឹងស្រាប់ខ្លួនគាត់ហើយបើយើងធ្វើជាងយើងធ្វើដំបូលក្បឿងតម្លៃប៉ុន្មានហើយក៏យើងដឹងខ្លួនយើងហើយបើខ្ញុំប្រាប់ក៏ឯងបើយើងធ្វើតាមតំបន់ខុសគ្នាអញ្ចឹងណាបើខាងនៅស្រុកនេះបងប្អូនប្រុសម្ចាស់ផ្ទះប្រាប់ខ្ញុំក៏ធ្វើតម្លៃ1ម៉ែត្រការ៉េហ្នឹងវា7រៀលហើយអញ្ចឹងខ្ញុំមកពីខេត្តឆ្ងាយឥឡូវគាត់ឲ្យខ្ញុំតម្លៃ$10ក្នុង1ម៉ែត្រការ៉េហើយក៏បងប្អូនអានេះតាមសមត្ថភាពយើងដែរនិយាយខ្លីអញ្ចឹងបានមិនចេះថាខ្ញុំធ្វើបាន$10នឹងថាបានថ្លៃជាងគេហើយក៏ទាបងប្អូនយើងតាមបណ្ដាខេត្តឬម្ចាស់ផ្ទះឲ្យបានថ្លៃដូចខ្ញុំមិនមែនទេអានេះតាមសមត្ថភាពយើងដែរណានឹងការងារយើងជាក់ស្ដែងការងារយើងកម្រិតណាពលកម្មយើងវាបានតាមនឹងឯងដល់កមកដើរលីដែកអត់មានពាក់អាវពាក់អីទេនេះនេះក៏នោះទូតោខ្ញុំណាពីទឹកក្នុងមិនឡើងឈោថតនេះកឡោងកដាលនេះមេតាបូលធំការងារនេះអត់មានដៃបាញ់ថ្នាំទេហើយយើងផ្សារទៅជួសតាមទឹកផ្សារធម្មតាហើយក្បឿងគាត់អត់ទាន់សម្រាប់ចិត្តប្រើក្បឿងអីចឹង